សូមជម្រាបសួរនាងខ្ញុំនឹងអាននៅប្រជុំរឿងព្រេងខ្មែរភាគ7រឿងប្រាជ្ញាអណ្ដើកអណ្ដើកជាសត្វរស់នៅក្នុងទឹកបឹងក៏បានលើគោកក៏បានហេតុដើមនោះមានរឿងព្រេងមួយនិទានថាក្នុងគ្រាយូរអង្វែងហើយពេលនោះមានទឹកជំនន់ធំណាស់សត្វខ្លាដំរីរាជសីរមាំងរមាសក្តាន់ជាដើមអំពាវនាវបបួលគ្នាទៅពួននៅព្រៃហេមពៀននៅសល់តែអណ្ដើកសកលមួយមិនព្រមទៅណានឹងគេសោះលុះទឹកជន់មកដល់គាត់ក៏ហែលេងជាមួយនឹងពួកមច្ឆាស៊ីមើមឈើឬឈើកំពុងតែសប្បាយស្រាប់តែទឹកស្រកទៅវិញអណ្ដើកភ្លេចខ្លួនក៏ជាប់ខ្លួននៅដង្កៀបឈើតែតោលពុំដឹងជាទៅខាងណានឹកថាអាត្មាអញមុខជាស្លាប់ហើយព្រោះតែដៃខ្លីជើងខ្លីលុះទឹកស្រកផុតពីគល់ឈើទៅវិញមានល្បះស្មៅខ្ចីដុះនៅគល់ឈើនោះជាច្រើនពេលនោះមានដំរីមួយដើរមករកបរិភោគស្មៅខ្ចីអណ្ដើកឃើញដំរីហើយនឹកថាបានការហើយអញបោកដំរីនេះម្ដងអណ្ដើកក៏បន្លឺវិចារថានរណាមកធ្វើអីក្រោមដើមឈើនេះដំរីឆ្លើយថាខ្ញុំជាដំរីអណ្ដើកថាយើបងដំរីបងឯងមិនដឹងខ្លួនទេឬខ្លួនខ្ញុំនេះគឺជាអគ្គរាជទូតព្រះបាទពារាណសីឈ្មោះថាអ្នកលួងចូលចិត្តមាណពព្រះករុណាបានប្រើអញឲ្យរកឯងនៅក្នុងទីនេះឥឡូវប្រទះគ្នាហើយចាំអញនិយាយប្រាប់បងឯងពូជពងបងឯងនេះពីដើមមកនៅបម្រើព្រះបរិពារព្រះរាជាហើយស្រាប់តែលួចរត់បាត់យកទាំងផ្លិតចាមរបស់លោកមកជាមួយផងដំរីលើហើយក៏ភ័យរន្ធត់ឆ្លើយថាអោបងអ្នកលួងអើយខ្ញុំពុំដឹងទេខ្ញុំឃើញតែរបៀបយ៉ាងហ្នឹងនេះគឺជាកន្ទុយរបស់ខ្ញុំទេតើអណ្ដើកនិយាយកាត់ថានឹងហើយអញមានថាឯងលួចអីតែដូនតាឯងនឹងជាអ្នកលួចប៉ុន្តែរបស់នៅលើរូបរាងអ្នកបើចង់រួចខ្លួនត្រូវតែរកសត្វជើងមួយមកឲ្យអញនឹងយកទៅថ្វាយព្រះរាជារួចសូមអង្វរក្រែងបានរួចខ្លួនដំរីឮដូច្នេះក៏ម្នីដើរទៅរកសត្វជើងមួយទាំងយំស្រែកខ្លាមួយឃើញដំរីដើរយំស្រែកហើយក៏សួរថាណែបងដំរីបងឯងមានទុករឿងអ្វីក៏ដើរយំស្រែកដូច្នេះដំរីសារសាប់ប្រាប់ខ្លាសពគ្រប់ខ្លាថាយីបងដំរីម្ដេចក៏ទៅចាញ់បោកអាសត្វអណ្ដើកចង្រៃមកយើងទៅពីអ្នកទៅមើលវាមើលខ្លានិងដំរីបបួលគ្នាត្រឡប់មកវិញអណ្ដើកក្រឡេកឃើញពីចម្ងាយនឹកថាអាយ៉ាបានខ្លាមួយទៀតផងមិនអីទេចាំមកចិត្តចាំអញកំហែងអាខ្លានេះម្ដងលុះខ្លានិងដំរីដើរមកចិត្តអណ្ដើកតាំងស្រែកថាអញឮសូរមាត់ដូចជាអាជាថ្មេះឬខ្លាឆ្លើយថាខ្ញុំនឹងហើយអណ្ដើកនិយាយថាណែអាជាថ្មេះឯងនេះមានរឿងធំណាស់ម្ដេចបានជាឯងយកភួយក្រឡាខ្លារបស់ព្រះរាជាមកខ្លាថាទេលោកខ្ញុំឃើញអីចឹងតាំងពីកើតមកអណ្ដើកប្រាប់ថានឹងហើយអញមិនថាអ្នកឯងលួចទេប៉ុន្តែផោះតាំងនៅលើខ្លួនឯងស្រាប់ហើយបើចង់រួចខ្លួនទៅរកសត្វជើងមួយជាមួយនឹងអាដំរីទៅអាភ្លើអើយខ្លាដំរីដើរបណ្ដើរយំបណ្ដើរទៅរកសត្វជើងមួយដើរទៅជួបនឹងស្វាឆ្ងល់ណាស់ឃើញខ្លានិងដំរីមានអាការៈដូច្នោះក៏សួរដើមតងហើយក៏ស្វាលាន់មាត់ថាយីបងឯងទាំងពីរនេះច្បាស់ជាចាញ់បោកអាសត្វអណ្ដើកនេះហើយដូច្នេះត្រូវត្រឡប់ទៅជាមួយនឹងអញនឹងសាកសួរវាមើលសត្វទាំង3ក៏នាំគ្នាត្រឡប់មកវិញអណ្ដើកឃើញស្វាក៏នឹកឃើញថាអញបោកអាស្វានេះទៀតហើយក៏ស្រែកថាយើអាចារ្យស្វាទេតើខ្ញុំរកតែមុខកន្ទុយរបស់ឯងនេះគឺជាអ្វីណែខ្ញុំប្រាប់ឯងឲ្យច្បាស់ទៅគឺជាដងលំពែងព្រះរាជាទៅកុំនិយាយអ្វីច្រើនទៅរកតែសត្វជើងមួយមកឲ្យឆាប់ខ្លាដំរីស្វាតើប្រាជ្ញាក៏នាំគ្នាដើរបណ្ដើរយំបណ្ដើររកសត្វជើងមួយពុំដឹងជាសត្វនោះនៅឯណាសោះទៅជួបនឹងកងោកសួរដឹងហេតុក៏និយាយប្រាប់ថាបងទាំង3នេះចាញ់ប្រាជ្ញាវាហើយមកជាមួយខ្ញុំចាំខ្ញុំទៅសួរវាឲ្យដឹងឫសគល់
ខ្លាដំរីស្វាក្ងោកត្រឡប់មកវិញមិនទាន់បានទាំងសួរផងអណ្ដើកក៏ស្រែកថាយើបងអវតសន្តរៈតើបងមករកអ្វីយេអានេះខូចណាស់វាហ៊ានលួចផ្លិតកន្ទុយក្ងោករបស់ព្រះរាជាមកមួយផងក្ងោកភ័យខ្លួនក៏នឹកថាអាយ៉ាលេងឯងទៀតហើយតើអណ្ដើកកំហែងថាទៅមិនរួចខ្លួនទេទៅរកសត្វជើងមួយមកឲ្យអញខ្លាដំរីស្វាក្ងោកក៏ដើរទៅរកសត្វជើងមួយទៀតពុំដឹងជានៅឯណាទេអាសត្វជើងមួយនេះស្រាប់តែទៅជួបទៅនឹងសត្វទន្សាយសួរដឹងរឿងក៏និយាយថាបងឯងទាំងអស់គ្នាមកជាមួយខ្ញុំចាំខ្ញុំជាអ្នកដោះស្រាយលុះសត្វទាំង5បណ្ដាគ្នាមកដល់អណ្ដែតឃើញទន្សាយនឹកថាអាយ៉ាអាទន្សាយនេះមកជាមួយផងតើអានេះមានប្រាជ្ញាណាស់បើអីចឹងត្រូវតែនិយាយតាក់តងកន្លងឲ្យមាន់តាន់ទើបឈ្នះវាហើយក៏សាយសួរពីចម្ងាយទៅថាយើអញមើលទៅឃើញដូចជាបងសុភាទន្សាយយីបងសុភាពូជពងបងឯងនេះសត្វតែធ្វើជានិមឺនកាត់ក្តីទាំងអស់ពុំគួរបងឯងណាមានចិត្តពាលាលួចយកប៉ែននំបញ្ចុះព្រះរាជាដូចនេះសោះទេនឹងហើយគេហៅថាចិត្តជាទេវទត្តមាត់ជាទេវតាទន្សាយនឹកថាយីអញថាមកជួយគេឥឡូវមកជាជាប់ពិរុទ្ធខ្លួនឯងទៅទៀតរួចឆ្លើយថាណែបងអណ្ដើកខ្ញុំកើតឡើងមកមានតែគូតមានរុនច្រើនអញ្ចឹងស្រាប់តើពុំមែនខ្ញុំលួចទេអណ្ដើកបានដៃហើយក៏ជេរថាយីអាចចង្រៃអស់នេះល្ងងដូចនេះតើបានរកសត្វជើងមួយឲ្យយើងមិនបានសងចាំអញប្រាប់ឲ្យច្បាស់ទៅសត្វជើងមួយនោះគឺផ្សិតនេះឯងប៉ុន្តែអញមិនប្រាប់ត្រង់អញចង់ដឹងប្រាជ្ញាឯងទាំងអស់គ្នានឹងមើលតើប្រាជ្ញាដូចអញឬមិនដូចសត្វទាំង5គឺខ្លាដំរីស្វាក្ងោកនិងទន្សាយនាំគ្នាទៅដកផ្សិតយ៉ាងច្រើនមកប្រគល់ឲ្យអណ្ដើកក៏អនុញ្ញាតឲ្យស្វាឡើងដើមឈើទៅលើកខ្លួនចុះពីប្រគៀបឈើរួចប្រើឲ្យធ្វើខ្ទមលើខ្នងដំរីនិងបិទបាំងជុំវិញហើយយកផ្សិតទៅដាក់ក្នុងខ្ទមនោះខ្លួនឯងក៏ពួនស៊ីផ្សិតនៅក្នុងខ្ទមនោះយ៉ាងឆ្ងាញ់ពិសាអណ្ដើកបញ្ជាឲ្យដំរីដើរទៅរកនគរពារាណសីឯខ្លាស្វាក្ងោកនិងទន្សាយក៏ចេះតែដើរទៅជាមួយគ្នាដែរដើម្បីដោះស្រាយខ្លួនឲ្យរួចពីពិរុទ្ធនោះលុះបានទៅដល់ស្រះមួយយ៉ាងធំមានផ្កាឈូកច្រើនទើបអណ្ដើកធ្វើជាអបាយកលបោកសត្វទាំងនោះទៀតថាណែបងដំរីឈប់សិនទាំងអស់គ្នាស្ដាប់អញជានិមឺនក្នុងវាំងបើអញចូលវាំងម្ដងពួកស្រីស្នំទាំងនោះតែងតែសុំផ្កាឈូកពីអញបើដូច្នេះត្រូវបងស្វាដាក់អញចុះពីក្នុងដំរីស្វាលឺហើយក៏ស្ទុះទៅដាក់អណ្ដើកពីក្នុងដំរីរួចហើយអណ្ដើកវាចូលទៅពួនសំងំក្នុងស្រះនោះបាត់ទៅរីឯដំរីខ្លាស្វាក្ងោកនិងទន្សាយចាំយូរពេកមិនឃើញអណ្ដើកចេញមកវិញនោះទើបដឹងខ្លួនថាចាញ់បោកអណ្ដើកហើយទើបនាំគ្នាជិះចេញពីទីនោះទៅហេតុនេះហើយចាស់ទុំច្រើននិយាយថាចេះលាក់ពុតមើលតែអណ្ដើកព្រោះអណ្ដើកវាលាក់ខ្លួននៅក្នុងស្នុកជានិច្ចតែបើផុតពីគ្រោះភ័យវាអាចចេញក្បាលដៃជើងមកក្រៅបានការតែម្ដង